សូមស្វាគមន៍ខ្ញុំបាទឆានែលរទ្ធីយូណាសសូមរៀបរាប់ប្រវត្តិសាស្ត្រសម័យចតុមុខភាគ4បន្តទៀត26សិលាចារឹកខ្មែរដែលបានបញ្ជាក់ថាព្រះបាទស្រីសុគន្ធបុត្រមិនបានសុគតនៅក្នុងចម្បាំងជាមួយព្រះស្ដេចកនគឺសិលាចារឹកប្រាសាទវត្តនគរបាជ័យខ82បានចារឹកនៅពេលព្រឹកច័ន្ទ14រោចឧបោសថខែអាសាឍឆ្នាំខាលត្រូវនឹងឆ្នាំ1488មហាសករាជ1566កុសនិយាយពីសម្ដេចអុកញៀបញីស្អោយស្រីសៅសុគន្ធបុត្រជាអ្នកអសាងព្រះមហាសារិកធាតុនៅជ័យពិរស័ក្តិជ័យវិរស័ក្តិនិងបានកសាងវិហារបញ្ចុះបង្គោលសីមានិងបានប្រគេនចង្ហាន់ចំពោះព្រះអរិយសង្ឃនាមកំរតេងអញមហានាគសិនពិតយោងតាមសិលាចារឹកនេះព្រះបាទស្រីសុគន្ធបុត្រមិនបានសោយទីវង្គតទេនៅឆ្នាំ1514គឺព្រះអង្គមានព្រះជន្មរហូតដល់ឆ្នាំ1566កុសនឹងបានទៅធ្វើបុណ្យនៅប្រាសាទវត្តនគរបាជ័យទៀតផង27សោយរាជសម្បត្តិជាពាក្យប្រើសម្រាប់ព្រះរាជាដែលបានអភិសេកឡើងសោយរាជជាព្រះមហាក្សត្រដែលមានគ្រឿងសម្រាប់រាជ5គឺព្រះខ័នរាជ1លំពេងជ័យ1មកុដរាជ1សវណ្ណបាតុកា1វាលវិជនី1គ្រងរាជសម្បត្តិជាពាក្យប្រើសម្រាប់ក្សត្រអង្គណាដែលទទួលរាជអភិសេកជាបណ្ដោះអាសន្នសិនដើម្បីគ្រប់គ្រងប្រទេសនិងរងចាំការអភិសេកឡើងសោយរាជសេដ្ឋពេញសិទ្ធដូចជាព្រះបាទជីវ័មទី2សម័យអង្គរអភិប្រាសង្គ្រាមជាពាក្យប្រើសម្រាប់ក្សត្រអង្គណាដែលបានអភិសេកជាស្ដេចលៀងសោយរាជនៅកំឡុងពេលមានសង្គ្រាមដូចជាព្រះបាទចន្ទរាជាកាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកននិងព្រះបាទញីយ៉ាតដែលលោកវីរំដោះបានរាជធានីអង្គរបានពីកណ្ដាប់ដៃសៀមថ្មី28បញ្ចកុដផនឬរាជកុដផនមានព្រះមកុដព្រះវាលវិចិត្រផ្លិតធ្វើដោយរោមសត្វពណ៌ព្រះខ័នស្វេកឆ័ត្រព្រះសវណ្ណបាតុកាស្បែកជើងមាស29ព្រះរាជបរិវាររបស់ព្រះមហាក្សត្រមានឧបយោរាជជប់រាជឬមហោបរាជព្រះរាជមាតាបតាព្រះវររាជឲ្យកការរាជវង្សានុវង្សចំណែកចៅហវៃតលហៈគ្រប់គ្រងមន្ត្រី4រូបទៀតគឺអុកញ៉ាយករាជរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពអុកញ៉ាក្រឡាហោមរដ្ឋមន្ត្រីក្រសួងទ័ពជើងទឹកអុកញ៉ាវាំងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងអុកញ៉ាក្រីរដ្ឋមន្ត្រីខាងទ័ពជើងគោកដូច្នេះចៅហវៃតលហៈនិងមន្ត្រីជាន់ខ្ពស់4រូបនេះប្រៀបបាននឹងគណៈរដ្ឋមន្ត្រីសពថ្ងៃពីដើមគេហៅថាសេនាបតីចៅហ្វាតលហៈនេះមានឋានៈជាសម្ដេចជើបញា30ព្រះលំពេងជ័យចាប់មានពីត្រឹមរជ្ជកាលព្រះបាទត្រសក់ផ្អែម31គ្រឿងបញ្ជាក់សេតមានសារៈសំខាន់ណាស់សម្រាប់ព្រះរាជានៅពេលឡើងសោយរាជបុគ្គលដែលឡើងសោយរាជលុះត្រាតែមានគ្រឿងបញ្ជាក់នេះទើបគេចាត់ទុកថាលក្ខណៈជាស្ដេចសោយរាជពេញលេញហេតុនេះនៅគ្រាមានអាសន្នបើទោះមានថ្នាក់យ៉ាងណាក៏ដោយក៏ព្រាហ្មណ៍បាគូសេវកាមៀតខិតខំរំដោះគ្រឿងសម្រាប់រាជនេះឲ្យបានជាក់ស្ដែងឆ្នាំ1352ពេលសៀមវីបំបែករាជធានីអង្គរក្នុងរជ្ជកាលព្រះបាទលំពង់រាជាពួករាជគ្រូបរិហិតបាននាំយកគ្រឿងសម្រាប់រាជវីទម្លីតបសៀមចេញទៅសូមអរគុណច្រើនជាអនេកដែលបងប្អូនអត់ធ្មត់ក្នុងការស្ដាប់ប្រវត្តិសាស្ត្រខ្មែរនាសម័យចតុមុខបានដល់ទីបញ្ចប់សូមបងតាមដានប្រវត្តិសាស្ត្រខ្មែរនៅសម័យផ្សេងបន្តនៅវីដេអូក្រោយបន្តទៀតដើម្បីជាកម្លាំងចិត្តសូមបងប្អូនជួយ Subscribe លាវនិង Share ផងសូមអរគុណទុកជាមុន